តើក្នុងនាមយើងជាយុវជនយើងគួរតែធ្វើអ្វីខ្លះពាក់ព័ន្ធជាមួយនឹងបារីអេឡិចត្រូនិកហ្នឹងអញ្ចឹងចំណុចសំខាន់ទី1គឺត្រូវចេះអប់រំខ្លួនឯងឲ្យបានច្រើនមានន័យថាយើងត្រូវចេះខិតខំរៀនសូត្រក្រេបយកចំណេះដឹងព្រោះអីវ័យយើងគឺជាវ័យសិក្សារៀនសូត្រអញ្ចឹងយើងគួរតែធ្វើអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯងចំណុចទី2គឺកុំខ្លាចគេកុំខ្លាចថាខ្ញុំចូលមួយគេអត់ចោះទេខ្ញុំខ្លាចតែគេអត់រាប់អានខ្ញុំបើខ្ញុំអត់ធ្វើតាមគេខ្ញុំអត់ជួបបរិយដូចគេនឹងស្អប់ខ្ពើមខ្ញុំម្នាក់ឯងចង់និយាយថាស្អប់អីស្អប់ទៅកុំខ្វល់អ្វីដែលអត់ល្អយើងជៀសបានជៀសទៅទោះជាយើងនៅឯកោតែឯងក៏ល្អជាងយើងខ្សែគប់មកភ័ក្រដែរប្រើប្រាស់បរិយនឹងដែរណោះចឹងទៅយើងកុំខ្លាចថាខ្ញុំអត់ជួបបរិយខ្ញុំអត់ជួបដូចគេខ្ញុំចូលមួយគេអត់ចោះកុំមានកំណត់បែបហ្នឹងឲ្យសោះព្រោះយើងរស់ជាខ្លួនឯងសុខភាពយើងជីវិតយើងអញ្ចឹងយើងគួរតែធ្វើខ្លួនឲ្យល្អសម្រេចចិត្តត្រឹមត្រូវរាប់អានកល្យាណមិត្តរាប់អានមិត្តភក្តិដែរនាំយើងទៅរកភាពប្រសើរនាំយើងទៅរកភាពចម្រុងចម្រើនមិនមែនមិត្តភក្តិដែលនាំយើងទៅធ្វើអំពើអត់ល្អដូចជាការជួបបរិយទេអញ្ចឹងយើងគួរតែស្រឡាញ់ខ្លួនឯងហួសនៅខ្លួនឯងហើយកុំរស់នៅក្រៅពាក្យសម្ដីឬក៏ខំអ្នកដទៃឲ្យសោះចំណុចទី3ដែលយើងត្រូវធ្វើក្នុងនាមជាយុវជនគឺយើងត្រូវធ្វើខ្លួនឲ្យរវល់ជួនកាលដោយសារមនុស្សគាត់តនេពេកហើយគាត់មានបញ្ហា stress អញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងប្រើប្រាស់បារីអេឡិចត្រូនិកចឹងដើម្បីជាការជៀសឆ្ងាយពីការប្រើប្រាស់របស់ទាំងអស់ហ្នឹងគឺអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវចូលរួមក្នុងសិក្ខាសាលាផ្សេងចូលរួមក្នុងជាការងារស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គមការងារសហគមន៍ផ្សេងហើយមួយវិញទៀតយើងក៏អាចចូលរួមក្នុងការលេងកីឡាបាល់ទាត់បាល់ទះនិងកីឡាផ្សេងទៀតដើម្បីជំនួសឲ្យការប្រើប្រាស់បារីអេឡិចត្រូនិកហើយមួយទៀតពេលដែលយើងលេងកីឡាលេងអីវាក៏ជាការជំនួយដល់សុខភាពយើងដែរយើងអាចចូលរួមជាមួយនឹងចូលរួមក្នុងវិស័យសិល្បៈផ្សេងចូលរួមច្រៀងចូលរួមរាំនិយាយទៅវាមានជម្រើសផ្សេងដែលល្អជាងការប្រើប្រាស់នៅបារីអេឡិចត្រូនិក